ថ្ងៃនេះខ្ញុំនឹងមកប្រាប់ពុកម៉ែបងប្អូនយើងអំពីរបៀបដំឡើងទ្វារអូតូ5លីឥឡូវនេះខ្ញុំបញ្ជាក់ជំហានដំបូងគឺយើងកាត់មេបឆោមេលើមេក្រោមហើយគឺយើងចាប់ផ្ដើមវះសោជំហានដំបូងយើងវះសោឲ្យហើយសិនហើយនេះគឺសោគឺសោទ្វារអូតូ5លីយើងហ្នឹងគឺយើងប្រើសោត្រង់បើយើងប្រើជាប្រភេទទ្វារហូតគឺយើងត្រូវប្រើសោតពួកអញ្ចឹងណាហើយនេះគឺជារងសម្រាប់ទ្រាប់ពេលដែលយើងវះសោនៅខាងមុខណាយើងទ្រាប់យើងបិទក្រោបនេះគឺជាក្រោបពេលដែលយើងបិទក្រោបគឺយើងត្រូវទ្រាប់រងអញ្ចឹងណាពុកម៉ែបងប្អូនយើងហើយឥឡូវនេះខ្ញុំចាប់ផ្ដើមវះសោហើយគឺយើងវះដោយបង្កើនការប្រុងប្រយ័ត្នបើសិនជាយើងធ្វើប្រហែសតែបន្តិចគឺវាធ្វើឲ្យខូចញោមយើងអញ្ចឹងណាពុកម៉ែបងប្អូនយើងឥឡូវនេះខ្ញុំចាប់ផ្ដើមវះហើយពេលដែលយើងវះរួចរាល់ហើយគឺយើងត្រូវសំលៀងវាមកតង់ទៀតកុំឲ្យមុខវាស្ងាអញ្ចឹងណាឥឡូវនេះយើងឆ្កឹះសាច់ញោមដែលយើងត្រូវបានវះវាចេញអញ្ចឹងណាពុកម៉ែបងប្អូនយើងឆ្កឹះវាចេញហើយយើងត្រូវប្រើដៃឆាបសំលៀងដើម្បីកុំឲ្យមុខវាស្ងាញហើយបន្ទាប់ពីយើងវះក្រោបខាងមុខហើយគឺយើងត្រូវយកដុំសោយកមកលោដើម្បីយើងស្វានរុនចោះរុននៅកន្លែងដែលយើងដាក់ប្រអប់សោចូលអញ្ចឹងណាពុកម៉ែបងប្អូនយើងហើយឥឡូវនេះគឺខ្ញុំបញ្ជាក់តិចពុកម៉ែបងប្អូនពេលដែលយើងលោហ្នឹងគឺយើងត្រូវប្រយ័ត្នប្រយែងមែនទែនបើសិនជាលំអៀងបន្តិចធ្វើឲ្យខូចរុនសោយើងហើយបើសិនជាលំអៀងបន្តិចណាគឺយើងត្រូវបង្កើនការប្រុងប្រយ័ត្នមែនតើបើលំអៀងតិចឃើញសាច់ចំហគឺធ្វើឲ្យខូចសាច់ញោមយើងត្រូវដូរញោមថ្មីអញ្ចឹងណាឥឡូវនេះខ្ញុំបានចោះរុនហើយគឺខ្ញុំត្រូវដាក់កន្លះវាបញ្ចូលដាក់កលឹះហើយនឹងសោនៅខាងមុខណាកលឹះយើងដាក់នៅខាងក្នុងព្រោះពេលដែលយើងដាក់សោដាក់កលឹះគឺយើងត្រូវប្រយ័ត្នប្រយែងដែរបើសិនជាយើងធ្វើប្រហែសគឺសោយើងវាអត់សូវជាប់ល្អទេអញ្ចឹងណាពុកម៉ែបងប្អូនយើងឥឡូវនេះបន្ទាប់ពីខ្ញុំដាក់កលឹះចូលហើយខ្ញុំដាក់សោនៅខាងមុខបញ្ចូលហើយដំកលឹះវាកន្លះវាចូលដដែលគឺបើនិយាយទៅបច្ចេកបញ្ចប់ក៏ប៉ុន្តែបើសិនជាយើងធ្វើប្រហែសធ្វើឲ្យសោយើងអត់មានគុណភាពទេអញ្ចឹងណាពុកម៉ែបងប្អូនយើងឃើញបច្ចេកបញ្ចប់ក៏ប៉ុន្តែយើងប្រើតាក់តិចច្រើនហើយឥឡូវនេះយើងយករងដើម្បីយើងទ្រាប់នៅសាច់ខាងមុខវាដើម្បីយើងដាក់ក្រោបនៅខាងមុខដើម្បីបិទប្រអប់សោយើងអញ្ចឹងណាហើយយើងត្រូវទ្រាប់กระดาษកែបន្ថែមកុំឲ្យបានថាកុំឲ្យអាកន្លែងដែលចិត្តសោត្រង់យើងហ្នឹងគឺវាផតចូលក្នុងចឹងយើងទ្រាប់กระดาษកែបន្ថែមគឺវាអត់មានបញ្ហាអីទេហើយបន្ទាប់ពីយើងចាប់ស្ទះមុខហើយគឺយើងដាក់សោយកមកឡកលឹះយើងហ្នឹងគឺយើងមូលវាចុះឡើងដើម្បីឲ្យដឹងថាសោហ្នឹងវាដំណើរការល្អស្រួលអញ្ចឹងណាហើយបន្ទាប់ពីយើងចាប់សោហើយគឺយើងឈានចូលមកនៃការស្វានរុនដើម្បីយើងដាក់ដៃបញ្ចូលហើយនេះខ្ញុំដាក់កែងល្អិតអន់ដើម្បីកុំឲ្យវាលំអៀងទៅខាងក្នុងឬខាងក្រៅអញ្ចឹងណាឲ្យត្រូវសូនកណ្ដាលតែម្ដងហើយឥឡូវនេះយើងវាស់ដើម្បីយើងចែកកាឡាវាឲ្យត្រូវកណ្ដាលពេលយើងចែកកាឡាវាបើនិយាយទៅយើងអត់អាចស្មានពីខាងលើទម្លូតទៅខាងក្រោមទេណាពុកម៉ែបងប្អូនយើងគឺយើងចែកវាឲ្យត្រូវកណ្ដាលអញ្ចឹងហើយខាងក្រោមហ្នឹងក៏យើងចែកវាត្រូវកណ្ដាលដែរយើងអាចស្មានពីលើហ្នឹងឲ្យធ្លាក់ទៅដល់ក្រោមអញ្ចឹងវាធ្វើឲ្យរុនយើងកែកគ្នាវាអត់ត្រង់ស៊ីគ្នាទេអញ្ចឹងគឺយើងវាស់ខាងក្រោមផងខាងលើផងយើងស្វានទាំងសងខាងតែម្ដងយើងអាចដាក់ពីលើទៅក្រោមអញ្ចឹងវាលំអៀងវាអត់ស៊ីគ្នាស្មើល្អទេអញ្ចឹងណាហើយពេលដែលយើងចោះរុនហើយគឺយើងចាប់ដើមចាប់ដៃចូលបន្ទាប់ពីយើងចាប់ដៃបញ្ចូលហើយគឺយើងមកស្វានវេម្ដងស្វានវេមិនជាប់ជាមួយនឹងមេបញ្ឈរទ្វារយើងណាហើយរុនកដាលហ្នឹងគឺខ្ញុំស្វានរុនដើម្បីចាប់ប្រឡងយើងចាប់ប្រឡងរឹតវាណាហើយបន្ទាប់ពីយើងរឹតប្រឡងជាប់ជាមួយនឹងមេទ្វារបញ្ឈរយើងណារឹតហើយលើក្រោមយើងចាប់ផ្ដើមយកវាមកផ្គុំចូលជាមួយគ្នាម្ដងហើយបើនិយាយអំពីនៃការដំឡើងទ្វារហូតជាមួយនឹងទ្វារអូតូ
cứ ní ca đầm láng đôi kia thì tòa tha muối thuyền ô tô dương pra đom chẳng á hơi thuyền hốt chưa pra đom tê dương pra con ui nè hàng lừa chẳng á bao bồn đằng liền bao nhiêu tới ní ca đầm láng thuyền ô tô pram ly ní vì khó khăn cho môi trường thuyền hốt địa pê để dương cho tại đạo tại chôn chẳng á vì khó khăn tại pan năng tì tại bờ ca ní ca đầm láng dương đại cái chọn đại bờ chốn đại sao đấy cứ vì buôn tại mùi chẳng á một bộ đằng này hơi như kho tại sao mới tiền sao của phi ô tô dương ở pra sao tròn hơi phi hốt cứ dương pra sao tập phụ hơi như ca đại cái chọn chỗ cứ nhôm ở tập pra cả bón hay dương bật tọ cho mùi cào pram rồi pí từ bàn thà vì chọp lọ rồi nhôm ở pra cả su thì bùa cả su vì mình bởi vậy tới chanh cào vậy tới gì mà để lấy na bông nó này chanh cào chân nhôm pra cả bón col hàng cầu hơi nhôm so cả bón là hàng lơ mà tòng thiết bị để dương đại cái chọn chú đó nè hơi dương banh cao chẳng son hàng được non hơi dương bị để dương banh cao smooth này hàng lơ mà tòng hơi dương tục vị smooth hơi dương từ lọp màu mà chỉ hiện tiết từ dương banh cao mà chỉ hiện tiết bởi vậy tôi chụp banh son hàng thầm non